វាអប់រំសបផ្សាយនិងបញ្ជ្រាបការយល់ដឹងស្ដីពីសារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជាជូនដល់តំណាងគណៈបកនយោបាយសមាគមអង្គការមិនមែនរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធក្រុងស្រុកថ្ងៃទី12ខែមិថុនាឆ្នាំ2025គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសហការជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺបានរៀបចំផ្សព្វផ្សាយអប់រំអ្នកនយោបាយនិងបញ្ជ្រាបការយល់ដឹងស្ដីពីសារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជានៅសាលាស្រុកសំរោងទងក្រោមអធិបតីភាពលោកសាត់សុវណ្ណអគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំព័ត៌មាននិងទំនាក់ទំនងសាធារណៈនៃកជបដោយមានការអញ្ជើញចូលរួមពីលោកគង់ប៊ុនសៀងប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺលោកស្រីអាញាធរស្រុកលោកស្រីតំណាងគណៈបកនយោបាយកងកម្លាំងទាំង3មន្ទីរព័ត៌មាននិងសិស្សានុសិស្សសរុបប្រមាណជាង100នាក់ក្រោយពីមានមតិបើករបស់លោកស្រីអភិបាលរងស្រុករួចមកក៏មានបទបង្ហាញពីប្រវត្តិនិងដំណើរការនៃការបោះឆ្នោតនៅកម្ពុជាដោយលោកលុនជំនិតអនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលអប់រំអ្នកបោះឆ្នោតនិងមានបទបង្ហាញស្ដីពីការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2025ឧទ្ទិសដោយលោកគង់ប៊ុនសៀងប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺកន្លែងណាដែលមិនទាន់ច្បាស់សូមលើកជាសំណួរមកក្រុមការងារឬធ្វើបទបង្ហាញដើម្បីឆ្លើយតបឲ្យបានពេញលេញនូវសំណួរដែលអ្នកចូលរួមបង្កើនការយល់ដឹងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់លោកសាត់សុវណ្ណអគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំព័ត៌មាននិងទំនាក់ទំនងសាធារណៈនៃកជបមានប្រសាសន៍ក្នុងពិធីបិទវគ្គអប់រំផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងស្ដីពីសារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជាជូនដល់តំណាងគណៈបកនយោបាយសមាគមអង្គការមិនមែនរដ្ឋាភិបាលភាគីពាក់ព័ន្ធក្រុងស្រុកដោយលោកលើកឡើងថាវគ្គអប់រំផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងស្ដីពីសារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជាចែកជូនទៅដល់តំណាងគណៈបកនយោបាយសមាគមមិនមែនរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធតាមក្រុងស្រុកក្នុងខេត្តកំពង់ស្ពឺជាពិសេសសិស្សានុសិស្សក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងនិងដំណើរការបោះឆ្នោតក្នុងសង្គមប្រជាធិបតេយ្យឲ្យបានទូលំទូលាយលោកបានបន្តទៀតថាចំពោះការខិតខំប្រឹងប្រែងរបស់លោកគង់ប៊ុនសៀងប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺដើម្បីធានាបាននូវការបោះឆ្នោតទទួលបានជោគជ័យហើយគណៈបកនយោបាយអាជ្ញាធរពាក់ព័ន្ធនិងគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់តាមទូនាទីភារកិច្ចរៀងៗខ្លួននៅគ្រប់ដំណាក់កាលនៃការបោះឆ្នោតដោយប្រកាន់ខ្ជាប់ក្រមសីលធម៌ខ្ពស់ផងដែរ